មិត្តភ័ក្តិទាំងអស់គ្មានពាក្យណាដ៏ខូរខើសម្រាប់មនុស្សសម័យថ្មីជាងពាក្យជាដោយខ្មានលក្ខខណ្ឌទេយើងកំពុងរស់នៅក្នុងយុគសម័យ fact checking ដែលយើងមិនជឿអ្វីដែលយើងមិនបានឃើញហើយមិនទទួលយកអ្វីដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ Thomas អ្នកសង្ស័យដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រគ្រីស្ទសាសនាបាននិយាយជាភាសាសម័យថ្មីគឺជា fact checker ដ៏តឹងរឹងណាស់នៅពេលសិស្សផ្សេងទៀតនិយាយដោយរំភើបថាពួកគេបានជួបព្រះយេស៊ូវដែលបានរស់ពីសេចក្តីស្លាប់ឡើងវិញគាត់បានឆ្លើយដោយត្រជាក់ដោយលើកលែងតែខ្ញុំឃើញដោយភ្នែកផ្ទាល់នៅស្នាមពូនិងដាក់ម្រាមដៃខ្ញុំចូលទៅក្នុងស្នាមពូនោះខ្ញុំនឹងមិនជឿជាដាច់ខាតទេទោះយ៉ាងណាដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺព្រះយេស៊ូវមិនបានស្ដីបន្ទោសចំពោះការសង្ស័យរបស់ Thomas ទេផ្ទុយទៅវិញព្រះអង្គបានអញ្ជើញឲ្យគាត់ដាក់ម្រាមដៃដែលកំពុងសង្ស័យនោះដោយផ្ទាល់លើរបួសរបស់ព្រះអង្គព្រះយេស៊ូវស្វាគមន៍ការសង្ស័យដែលសំស្របរបស់យើងពាក្យជំនឿក្នុងព្រះគម្ពីរភាសាក្រិក pistis មិនមែនជាជំនឿងើតងដែលធ្វើឲ្យខួរក្បាលទេនិងបង្ខំឲ្យទទួលយកនោះទេប៉ុន្តែជាលទ្ធផលនៃចិត្តដែលត្រូវបានគេបញ្ចុះបញ្ចូលដោយស្តាំច្បាស់លាស់នៅពេល Thomas ឃើញរបួសនៅលើបាតដៃនិងជំនឿរបស់ព្រះអង្គគាត់មិនមែនគ្រាន់តែផ្ទៀងផ្ទាត់ដោយការមើលឃើញនោះទេគាត់ត្រូវបានគេបញ្ចុះបញ្ចូលដោយការពិតនេះក្នុងកម្រិតបុគ្គលអូព្រះអង្គត្រូវបានហែកជ្រៀកដូច្នេះសម្រាប់ខ្ញុំរបួសទាំងនេះគឺជាស្នាមដែលព្រះអង្គបានទូលយកបាបនិងការឈឺចាប់របស់ខ្ញុំជំនួសខ្ញុំជីវិតរបស់យើងក៏ដូចគ្នាសំណួរនិងការសង្ស័យដូចជាបើព្រះជាម្ចាស់មានពិតហេតុអ្វីបានជាពិភពលោកមានសភាពបែបនេះឬការស្លាប់របស់ព្រះយេស៊ូវអាចក្លាយជាការសង្គ្រោះរបស់ខ្ញុំយ៉ាងម៉េចមិនដែលជារឿងអាក្រក់នោះទេផ្ទុយទៅវិញនៅពេលយើងនាំការសង្ស័យទាំងនោះមកជាមួយហើយជន់ទៅចិត្តឈើឆ្កាំងរបស់ព្រះអង្គយើងនឹងទទួលបានការជឿជាក់ដ៏រឹងមាំដែលបានឆ្លងកាត់ការសង្ស័យការរស់ពីសេចក្តីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវមិនមែនជាព្រឹត្តិការណ៍ដែលព្រះអង្គគេចពីសេចក្តីស្លាប់នោះទេប៉ុន្តែជាព្រឹត្តិការណ៍ដែលព្រះអង្គបានឈ្នះជ័យលើសេចក្តីស្លាប់ខណៈបែរនៅតែមានរបួសនៃសេចក្តីស្លាប់នោះ Thomas បានសារភាពបន្ទាប់ពីប៉ះនឹងរបួសទាំងនោះការសារភាពជំនឿដ៏អស្ចារ្យបំផុតហើយព្រះយេស៊ូវថាព្រះនៃខ្ញុំបានផ្ទុះចេញមកពីជុំរ៉ាំដៃរបស់មនុស្សដែលសង្ស័យច្រើនបំផុតមិត្តភ័ក្តិទាំងអស់តើអ្នកនៅតែមានការលំបាកក្នុងការជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូវឬសេចក្តីស្រឡាញ់នៅលើឈើឆ្កាំងដែរឬទេមិនអីទេសូមនាំការសង្ស័យរបស់អ្នកចេញមកដោយស្មោះត្រង់ព្រះអង្គនឹងរីករាយបង្ហាញរបួសដែលព្រះអង្គបានទទួលសម្រាប់អ្នកហើយនឹងបញ្ចុះបញ្ចូលអ្នកព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់គាត់ថា Thomas អើយព្រោះអ្នកបានឃើញខ្ញុំទើបអ្នកជឿអ្នកដែលមិនបានឃើញប៉ុន្តែបានជឿគឺមានព្រះពរណាស់យូហាន8:29ព្រះគម្ពីរនេះមិនមែនជាសម្ពាធឲ្យជឿដោយគ្មានស្តតាំងនោះទេវាគឺជាការប្រកាសនៃព្រះពរថាតាមរយៈស្តតាំងដ៏ច្បាស់លាស់ដែល Thomas បានផ្ទៀងផ្ទាត់កាលពីពេល2000ឆ្នាំមុនថ្ងៃនេះយើងបានទទួលអន្ទានខាងវិញ្ញាណដែលមិនអាចរែងជួយបាននៅក្នុងពិភពលោកដែលកំពុងរែងជួយនេះសូមលាតម្រាមដៃនៃការសង្ស័យរបស់អ្នកហើយប៉ះនឹងរបួសរបស់ព្រះយេស៊ូវរបួសទាំងនោះនឹងផ្លាស់ប្ដូរការសង្ស័យរបស់អ្នកទៅជាការជឿជាក់និងផ្លាស់ប្ដូរកង្វល់របស់អ្នកទៅជាជីវិតដ៏និរន្តរ៍ខ្ញុំសូមអញ្ជើញអ្នកឲ្យដើរលើផ្លូវនៃជំនឿដ៏រឹងមាំនេះ